បើមានឱកាស3ដើម្បីឲ្យសៀមប្រកាសជាសៀមឈ្លានពានលើកទី3ហើយខ្មែរអាចមានគ្រោះថ្នាក់ខ្លាំងច្រើនជាងមុនការពិតណាស់ប្រសិនជាយល់ច្បាស់កាលពីសង្គ្រាមលើកទី1និងលើកទី2ពីព្រោះលើកទី1សៀមបានបញ្ចប់សង្គ្រាមទាំងមិនអស់ចិត្តគិតថាខ្មែរមិនអាចទប់ទល់ជាប់បែរជាខ្មែរអាចស៊ូទប់ទល់ជាប់នឹងប្រធានអាស៊ានរួមទាំងមានសហរដ្ឋអាមេរិកចេញមកអន្តរាគមន៍ចំណែកលើកទី2សៀមសម្ដែងក៏ធ្វើដើរតួនាទីអនុវត្ត GBC and JBC រហូតដល់ដំណាក់កាលមួយគឺដកអាវុធធុនធ្ងន់រួចហ៊ានគិតថាអាចស្គាល់ពីកម្លាំងកងទ័ពខ្មែរច្បាស់ក៏ប្រើប្រាស់បញ្ហាមានដដែលដើម្បីវាជាមួយខ្មែរបន្តក៏ប៉ុន្តែរយៈពេល21ថ្ងៃសៀមឬថៃមិនអាចវាគ្រប់គ្រងពីសមរភូមិពីតូចទៅទន្ទ្រីធំបានឡើយដោយសារខ្មែរបានទប់ទល់និងមិនពង្រីកសង្គ្រាមរហូតមានចិនមកអន្តរាគមន៍ទើបបញ្ចប់សង្គ្រាមលើកទី2និងទទួលបទឈប់បាញ់បន្តជោគសង្គ្រាមលើកទី3និងឱកាស3របស់សៀមតើជាអ្វីទៅមែនទែនទៅយើងត្រូវដឹងថាការបង្កើតទៅជាសង្គ្រាមលើកទី3មិនមែនទ្រហេតុផល3យ៉ាងនេះសិនទី1បញ្ហាមីនទី2បញ្ហាដោយសារមិនការអនុវត្ត GBC and JBC និងទី3មិនមែនដោយសារអស់ការអត់ធ្មត់ពីព្រោះថាការអន្តរាគមន៍របស់ចិនគឺលើសអាមេរិកនិងកម្រិតអាស៊ានចិនមានឥទ្ធិពលលើសៀមដូច្នេះវាមិនអាចប្រើប្រាស់វិធីពីរយ៉ាងខាងលើនិងខាងខ្មែរអស់ការអត់ធ្មត់បានឡើយបើមិនដូច្នោះទេសៀមខ្មែរប្រកាសជាទទួលសម្ពាធពីចិនក្នុងរូបភាពសេដ្ឋកិច្ចឬយោធាបងប្អូនក៏ប្រកាសជាបានដំណឹងថាចាប់ចែនស៊ីពីប្រទេសខ្មែរទៅឲ្យចិនដែរឲ្យតែដោះស្រាយបញ្ហានេះចិនការអនុវត្តនីតិវិធីត្រូវបន្តដំណើរការបន្ទាប់ពីការដោះលែងវីរៈកងទ័ព18នាក់រឿងដែលសៀមតែងតែចោទមកលើខ្មែររឿងអនឡាញខុសច្បាប់គឺត្រូវបញ្ចប់ហើយរឿងមួយនេះក៏សង្កត់គោសៀមខ្លាំងណាស់ដែរព្រោះតែបានប៉ះពាល់ដល់ផលប្រយោជន៍ចិនធំម៉ាស់រឿងអនឡាញនេះបើខ្មែរនិងចិនធ្វើប៉ុណ្ណឹងហើយសៀមនៅតែមិនឯកភាពចិនក៏មិនទុកមុខឲ្យសៀមទៀតនោះទេរឿងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ចិនខ្លាំងណាស់ឱកាស3របស់សៀមដើម្បីអាចឈ្លានពានខ្មែរលើកទី3មានដូចជាទី1ពេលវេលាសន្តិភាពរបស់ពិភពលោកត្រូវបញ្ចប់ទី2នីតិវិធីដំណើរការប៉ុន្តែការឯកភាពគ្មានភាពច្បាស់លាស់ទី3សង្គ្រាមវាទីទឹកដីនៃសង្គ្រាមលើកទី3គឺកើតឡើងមានន័យថាការបញ្ចប់សន្តិភាពរបស់ពិភពលោកផ្អែកទៅលើសង្គ្រាម Greenland ព្រោះពាក់ព័ន្ធនឹងមហាអំណាចនៅជុំវិញពិភពលោកច្រើនណាស់បន្ទាប់ពីយុទ្ធសាស្ត្ររបស់អាមេរិកគឺបានវាយប្រទេសវេណេស៊ុអេឡាការចាប់ខ្លួនប្រធានាធិបតីនេះជាអ្វីដែលពិភពលោកមានការព្រួយបារម្ភខ្លាំងបំផុតពាក់ព័ន្ធពីការបាត់បង់សន្តិភាពដោយសហរដ្ឋអាមេរិកជាអ្នកបង្ករួចក៏ពាក់ព័ន្ធទៅនឹងនីតិវិធីដំណើរការប៉ុន្តែការឯកភាពមិនមានភាពច្បាស់លាស់តាមរយៈដូននាយករដ្ឋមន្ត្រីថ្មីនិងអ្វីៗក៏មានការប្រែប្រួលដោយសារបញ្ហានៃពិភពលោកបានបាត់បង់សណ្ដាប់ធ្នាប់ព្រោះសង្គ្រាមលោកលើកទី3គឺនៅពេលដែលអាមេរិកហ៊ានវាយ Greenland គឺជាសង្គ្រាមមហាអំណាចធំៗឥឡូវនេះសញ្ញានៃសង្គ្រាមរបស់ពិភពលោកក៏មានផងដែរគឺអាមេរិកដកខ្លួនចេញពីអង្គការធំៗជាច្រើនជុំវិញពិភពលោកដូច្នេះសៀមអាចបង្កើតសង្គ្រាមលើកទី3បានក្រោមហេតុផលនៃសង្គ្រាមលោកលើកទី3ប៉ុន្តែបងប្អូនយើងសូមកុំបារម្ភរឿងនេះគឺថ្នាក់ដឹកនាំជាតិយើងបានគិតរៀបចំជាស្រេចហើយបើមានបញ្ហានឹងកើតឡើងខ្ញុំសូមបញ្ចប់សំណេរត្រឹមតែប៉ុណ្ណឹងចុះបើសិនមានចន្លោះឬក៏ខ្វះខាតត្រង់ចំណុចណាខ្ញុំសូមការអធិស្ឋានទុកជាមុននិងខ្ញុំសូមគោរពអរគុណបងប្អូនដែលបានលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមមករហូតដល់ចប់នៅចុងបញ្ចប់សូមបងប្អូនត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលយើងដើម្បីជាតិយើងជាសេចក្តីកាត់